សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនឹងមានចំណាប់អារម្មណ៍មួយនឹងហើយសម្រាប់បងប្អូនយើងដែលមានបញ្ហាឬថាទូរស័ព្ទឈប់ប្រើហើយបងប្អូនទូរស័ព្ទយើងឈប់ប្រើហើយយើងចង់ចេញ Facebook ចង់ចេញឆាតពីទូរស័ព្ទយើងដើម្បីយើងឲ្យទៅមិត្តភ័ក្តិឬមួយឲ្យទៅបងប្អូនម៉ែឪរបស់យើងប្រើតនឹងហើយយើងចង់ចេញ Facebook យើងកុំឲ្យនៅជាប់នៅគ្រឿងនឹងទៀតណាមួយបងប្អូនលក់ទូរស័ព្ទចេញណែឬមួយលក់ទូរស័ព្ទចេញតែចង់យក Facebook យកឲ្យយើងចេញពីគ្រឿងនឹងឲ្យអស់នឹងហើយបងប្អូនមានវិធីដកដូចតទៅនេះបងប្អូនចូលមើលទាំងអស់គ្នាមកតើធ្វើដោយវិធីណាហ្នឹងហើយអូខេកុំឲ្យខាត់ពេលយើងបងប្អូនចូលមកដំបូងឡើយបងប្អូនចូលមកកន្លែង Facebook យើងមកបងប្អូនហ្នឹងហើយរក Facebook យើងមកឧទាហរណ៍ថាបងប្អូនចង់ឲ្យទូរស័ព្ទនេះទៅបងប្អូនយើងប្រើតែយើងមិនចង់ reset ម៉ាស៊ីនចោលណាហ្នឹងហើយបងប្អូនត្រូវចេញ Facebook យើងមកដូចថាចេញពីឲ្យផុតពីគ្រឿងគាត់មកឲ្យគាត់ចូលវិញបានណាហ្នឹងហើយខ្ញុំរក Facebook ต้องឃើញទេបងប្អូនហ្នឹងហើយនេះចូល Facebook យើងមកបងប្អូននេះ Facebook ហ្នឹងហើយចូលមកឧទាហរណ៍ថាខ្ញុំចង់ចេញ Facebook នឹងតែបងប្អូនត្រូវទៅដូរលេខកូដដូរលេខអីហើយសិនណាណែhelloបងប្អូនអត់ចាំលេខកូដបងប្អូនអាចចូលទូរស័ព្ទយើងបានទៀតទេហ្នឹងហើយដល់អញ្ចឹងខ្ញុំថាខ្ញុំទៅឲ្យទូរស័ព្ទនេះឲ្យគ្រឿងទូរស័ព្ទនេះទៅបងប្អូនខ្ញុំប្រើអញ្ចឹងតែខ្ញុំចង់ដក Facebook ខ្ញុំចេញវិញខ្ញុំអត់ចង់ឲ្យ Facebook ខ្ញុំនៅជាប់នៅនឹងទេដល់អញ្ចឹងហើយហ្នឹងហើយខ្ញុំចុចចេញខាងនេះមកចុចលើអាចុចឈុត3មកចុចលើឈុត3វាឲ្យបងប្អូនមើលពាក្យថាចាក់ចេញនៅខាងក្រោមគេនេះហ្នឹងហើយគេថាចាក់ចេញបងប្អូនមើលនៅខាងក្រោមនេះគេថាចាក់ចេញចុចចេញមកហើយចុចចេញទៀតមកនេះវានឹងចេញហើយអូខេវានឹងចេញហើយដល់អញ្ចឹងវានៅអញ្ចឹងវាឃើញនៅនឹងកន្លែងនេះបើសិនយើងចេញប៉ុណ្្នឹងយើងឲ្យទៅគាត់ឃើញពេលគាត់ចូលគាត់ឃើញឈ្មោះយើងគាត់អាចចូលមើលបានមានអត់ហ្នឹងហើយដល់អញ្ចឹងបងប្អូនត្រូវលុបអានឹងចោលទៀតនេះលុបអាកន្លែងនឹងចោលទៀតណាហ្នឹងហើយដូចថាយើងចេញ Facebook ហើយតែយើងចុចចូលមកវិញគាត់គិតថាគាត់ចង់ចូល Facebook គាត់ផ្សេងតែ Facebook ទៅប្រហែលដែលយើងចេញវានៅនឹងទាំងអស់វានៅកក់នៅកន្លែងនឹងមួយជាន់ទៀតអញ្ចឹងបងប្អូនត្រូវចុចចេញពីកន្លែងនឹងមួយជាន់ទៀតអញ្ចឹងបងប្អូនគាត់កត់លើវាមកហ្នឹងហើយអូនេះrồiចុចលើកន្លែងកូនសោខាងលើបងប្អូននេះលើកូនសោខាងលើចុចលើកូនសោខាងលើហើយបងប្អូនមកមើលសញ្ញាព្រួញចេញទៅខាងឃើញសញ្ញាព្រួញចេញទៅខាងហ៎ចុចចូលនឹងមកយ៉ាចាំទេបងប្អូនចុចលើព្រួញសញ្ញាទៅខាងនេះមកនេះគេថាដកព័ត៌មានចេញហ្នឹងហើយដកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញតែខ្ញុំសុំដកចេញហ្នឹងបងប្អូនយល់មើលនេះចុចដកចេញrồiចុចយកចេញអាក្រហមហ្នឹងសក្រហមហ្នឹងចេញមកបងប្អូនឃើញទេបាត់ហើយបាត់រូបរបស់ខ្ញុំហើយហ្នឹងហើយគាត់ពេលគាត់ចង់ចូលវិញគាត់អាចចូលបានដែរអញ្ចឹងទូរស័ព្ទនេះអត់អាចលេងប្រើ Facebook យើងកើតទៀតទេហ្នឹងហើយយើងចុចចេញមកហើយបន្ទាប់មួយទៀតបងប្អូនទៅមើលកន្លែងឆាតម្ដងហ្នឹងហើយតែកន្លែងឆាតហ្នឹងយើងនៅដែរអត់ហ្នឹងហើយចុចចូលកន្លែងឆាតមកចុចចេញវិញអស់ខ្ញុំសូមចុចលុចចោលមករកកន្លែងឆាតម្ដងហ្នឹងហើយកន្លែងឆាតនេះណាហ្នឹងហើយចុចចូលឆាតមកនេះវានៅអាចសន្ទនាគ្នាបាននៅឡើយនៅក្នុងឆាតយើងដកចេញ Facebook ហើយតែឆាតយើងនៅទៀតមែនអត់ដល់អញ្ចឹងបងប្អូនត្រូវដកចេញឆាតដែរនឹងចុចលើទៅត្រេបខាងលើមកrồiចុចសញ្ញាព្រួញចុះក្រោមនេះមកនេះចុចលើនឹងមកនេះអូខេឆាតយើងអាចនៅចូលបាននៅឡើយទេនឹងហើយយើងដក Facebook ចេញហើយក៏គាត់អាចលេងឆាតយើងបានដែរដល់អញ្ចឹងត្រូវដកឆាតនឹងចេញទៀតបងប្អូនចុចលើឆាតនឹងមកតែបងប្អូនសកត់លើឆាតនឹងឲ្យយូរមកហ្នឹងហើយឬមួយអូទៅខាងចេះក៏បានដែរនេះហើយយើងចង់អូទៅខាងក៏បានឬមួយយើងសកត់ឲ្យយូរក៏បានដែរដើម្បីលុបចេញបងប្អូនអូមកខាងនេះមកឬហើយលុបចេញតែម្ដងចុចធុងសម្រាប់នោះលុបចោលតែម្ដងទៅឬហើយចុចលុបចេញមកអូខេបងប្អូនឃើញបាត់បាត់ហើយដល់អញ្ចឹងក្នុងឆាតហ្នឹងអត់មានយើងនៅនឹងទៀតទេមុននឹងបងប្អូនឲ្យទូរស័ព្ទទៅបងប្អូនយើងប្រើបងប្អូនត្រូវចេញបែបហ្នឹងសិនបើមិនចឹងទេគាត់អាចលួចលេងរបស់យើងបានហ្នឹងហើយអូខេដល់អញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនធ្វើបានគ្រប់គ្នាហើយជាប្រយោជន៍បងប្អូនទាំងអស់គ្នាហ្នឹងហើយជួយចុច share ចុច like មួយទៅនឹងដើម្បីជាចំណែកមួយរួមគ្នាជួយចែករំលែកតណាបងប្អូនអរគុណច្រើនបាយបាយ